ហើយមនុស្សស្រីដំបូងឈ្មោះថាអេវ៉ាព្រះជាម្ចាស់ព្រះអង្គទ្រង់បានផ្សំពូនគេនៅក្នុងសួនច្បារអេដែនដែលជាអាពាហ៍ពិពាហ៍របស់គ្រួសារហើយដើម្បីនឹងបង្កើតកូនចៅព្រះអង្គមានបន្ទូលនៅក្នុងព្រះគម្ពីរថាចូលបង្កើតកូនចៅឲ្យកាយនៅលើពេកដែលរត់របស់ដែរចឹងហើយបានជាលោកតាអាដាមអេវ៉ាបានប្រកបជាមួយនឹងព្រះស្រឡាញ់ទទួលការគ្រប់គ្រងការចិញ្ចឹមការមើលថែការយកចិត្តទុកដាក់ព្រះអង្គប្រទានសេចក្តីសុខសេចក្តីចម្រើនសុភមង្គលសន្តិភាពនៅក្នុងជីវិតចឹងហើយបានជាលោកតាអាដាមអេវ៉ាលោកទាំងពីរដែលជាមនុស្សដំបូងនឹងឯងបានដឹងគុណព្រះបាទចឹងហើយបានជាបន្ទាប់ពីយូរហើយស្រឡាញ់គោរពប្រណិប័តដល់បិតាបិតានៅក្នុងព្រះគម្ពីរចោទយកថាជំនួសទីព្រះអង្គមានបន្ទូលថាឲ្យកូនចៅគោរពប្រណិប័តដល់បិតាបិតាខ្លួនដើម្បីបានអាយុវែងនៅក្នុងស្រុកតែព្រះទ្រង់ប្រទានឲ្យនៅក្នុងព្រះគម្ពីរសញ្ញាថ្មីក៏មានបន្ទូលដែរថាកូនរាល់គ្នាអើយចូលស្ដាប់បង្គាប់ដល់បិតាបិតាខ្លួនជំនឿលើព្រះជាម្ចាស់ព្រះអង្គទ្រង់សង្កត់ធ្ងន់ហើយក៏ជានៅក្នុងព្រះគម្ពីរម៉ាថាយព្រះអង្គប្រាប់ការស្រឡាញ់បិតាបិតាខ្លួនគឺជាបញ្ញត្តិទី2ហើយបញ្ញត្តិយ៉ាងសំខាន់នេះព្រះអង្គប្រាប់ថាកុំឲ្យដាច់ចេញពីជីវិតរបស់យើងឡើយពីព្រោះអ្នកដែលស្អប់ឪពុកម្ដាយស្អប់បិតាបិតាខ្លួនមានថាព្រះអង្គប្រទានកូនថាម៉េចព្រះអង្គដាក់បដាសាថាម៉េចនឹងអាយុខ្លីចឹងអត់បានទេបាទចឹងថ្ងៃនេះខ្ញុំចង់បកស្រាយថាជើងជាអ្នកជឿព្រះត្រូវតែគោរពប្រណិប័តដល់បិតាបិតាខ្លួនអាមែនអ្នកទាំងពីរបាទលោកអត់ជឿគាត់ដែរបាទចឹងបានថ្ងៃនេះគឺជាថ្ងៃប្រពោថ្ងៃប្រគុណព្រះជាម្ចាស់ដែលព្រះអង្គប្រទានឲ្យអ្នកទាំងពីរនឹងរៀបបាទមានថាអាចថាភ្ជាប់ពាក្យឬក៏អាចថាពាក់កណ្ដាលការបាទនៅក្នុងប្រគុណព្រះអង្គម្ចាស់ព្រះយេស៊ូវដែលមានឈ្មោះគោលហុងវៃហើយនឹងកញ្ញារិនណាក់ម៉ូនីកាបាទមកចំពោះវត្តមានព្រះអង្គម្ចាស់នេះទីយើងហើយនៅក្នុងវត្តមានដែលមានចាស់ទុំបងហើយចាំណាម៉ូនីកាហើយនឹងគោលហុងវៃតែចាំថាទិសខាងកើតមានថាសូរិយារះពីទិសខាងកើតមានពន្លឺស្រស់ស្អាតយ៉ាងណាឪពុកម្ដាយរបស់ជើងបានបង្កើតជើងលោកបាទតាំងពីតូចចូលច្បាស់មកតាំងពីចាប់ដើមទុំតីមានថាឪពុកម្ដាយពេលខ្លះលោកបដូរចំណីអាហារកាយវិការមួយចំនួនលោកត្រូវការផ្លាស់ប្ដូរប្រយ័ត្នមិនបានតោឈរមិនបានធ្វើអ្វីដែលមានសេរីភាពដោយគាត់ចង់ទេអញ្ចឹងអ្នកពិសេសនៅក្នុងព្រៃនេះគឺជាបដូរមកពីព្រះជាម្ចាស់បាទពេលដែលយើងកើតមកយើងដឹងទេតើមកយើងកើតមកគឺវានៅក្នុងព្រៃម្ដាយរបស់យើងគឺប្រពន្ធការឆ្លងទន្លេមិនចឹងបាទឆ្លងទន្លេមានថាឆ្លងព្រោះបើឆ្លងផុតគឺផុតបើឆ្លងផុតគឺជួបព្រោះម្ដាយរបស់យើងគឺមានអីខ្លះបាទមានដៅឈាមទាំងធ្លុកចាស់ពីដើមគេថាទាំងធ្លុកបាទសេចក្តីស្រឡាញ់តែចេញពីទ្រូងម្ដាយហើយម្ដាយក៏បង្រៀនកូនឲ្យចាប់ផ្ដើមបាយកោះហើយកោះនោះឯងគឺជាកោះដែលទឹកដោះនោះឯងគឺជាឈាមដែលចេញពីជីវិតរបស់អ្នកម្ដាយតឃើញទេចឹងនៅពេលដែលយើងធំនៅពេលដែលយើងចាប់ផ្ដើមញ៉ាំរៀនអង្គុយរៀនធ្វើកាយវិការមានន័យថាបណ្ដាឪពុករបស់យើងគឺគាត់ចាប់ផ្ដើមមានន័យថាខ្វល់ខ្វាយអំពីជីវិតរបស់យើងដែរមានពេលខ្លះនៅពេលដែលឲ្យចំណីបញ្ចុកកូនពេលខ្លះកូនធុញអាហារមិនចេះញ៉ាំម៉ាក់រៀនឲ្យញ៉ាំពុកម៉ែរៀនឲ្យញ៉ាំពេលខ្លះកូនមិនញ៉ាំគឺខ
ខ្លាយជាទួកំឡុកកំឡៃណាបាទធ្វើម៉េចឲ្យតកូនហ្នឹងបានញ៉ាំឆ្អែតគិតថាកូនបានញ៉ាំឆ្អែតកាលណាគឺកូននឹងចាប់ផ្ដើមរីកចម្រើនរូបរាងកាយនឹងធំធាត់ពុកម៉ែយើងចាស់ទៅកូនទាំងពីរត្រូវតែកូនធំគាត់កូនស្អប់គាត់ណាកូនដាច់ចិត្តឬក៏អាឡោះអាឡៃមិនខ្វល់ខ្វាយពីគាត់ត្រូវតែយកចិត្តទុកដាក់ពីគាត់ចឹងគឺគាត់មើលឯងយើងតូចចឹងបាទបើសិនគាត់ធំអាហារមិនអាចពិសាអាហារណាបានជើងហោអាហារណាដែលគាត់ពិសាបានណាពេលខ្លះគាត់ធ្លាក់ខ្លួនឬក៏មានបញ្ហាសុខភាពយើងត្រូវតែជ្រោមគាត់ឡើងដូចពេលដែលយើងដួលឬក៏មានបញ្ហាគ្រោះថ្នាក់គឺពុកម៉ែតែងតែយកក្តីបារម្ភយកចិត្តធ្លាក់របួសឬក៏មានបញ្ហានោះគឺមានថាអូអារម្មណ៍ថាសោកស្ដាយតែមិនបានការពារកូនតែមិនបានថែរក្សាកូនឲ្យបានល្អចឹងដូចគ្នាដល់ពេលគាត់ចាស់ទៅបើសិនគាត់មានបញ្ហាគ្រោះថ្នាក់អីយើងត្រូវតែចេះមើលថែកុំទុកគាត់ចោលត្រូវតែមានអារម្មណ៍គូជាអាចយកអ្វីចំពោះបានទេសេចក្តីស្រឡាញ់ដែលគាត់មាននឹងឯងមិនអាចយកអ្វីមកវាស់បានទេមានត្រូវណាស់ធ្ងន់ណាស់ចឹងហើយបានជាថ្ងៃនេះឲ្យលោកគោលហងវាយហើយនឹងកញ្ញារឹមណាក់មូនីកាត្រូវតែរៀនយល់អំពីរបៀបដែលនឹងខ្លាចជាគ្រួសារពុកម៉ែរបស់យើងជីដូនជីតារបស់យើងសាច់ញាតិរបស់យើងស្រឡាញ់ទៅសងខាងមិនមែនស្រឡាញ់ផ្អៀងមកខាងទេណាដូចឯងស្រឡាញ់កូនអញ្ចឹងស្មើគ្នានោះទឹកស្លៀកពាក់បាទមានន័យថាដោះលៀងមានពេលខ្លះកំពុងតែហូបបាហើយបាទកូនបាទបត់ជើងបត់ដៃមកគឺពួកគាត់អត់មានសប្បាយចិត្តណាទោះបីជាកូនមានកាយវិការយ៉ាងម៉េចក៏ដោយពីអសរោះមួយចំនួនបាទអ្វីដែលពុកម៉ែសប្បាយជាងគេដល់ពេលកូនចេះនិយាយដំបូងគេនិយាយពាក្យហៅពុកម៉ែឬក៏ចេះនិយាយដំបូងហ្នឹងគឺស្រឡាញ់ហ្នឹងមានតែស្រឡាញ់ទាំងអស់ចេះជេរឃើញទេចឹងដល់ពេលពុកម៉ែស្ដីបដៅកូនត្រូវចាំដែរមានពេលខ្លះកុំអន់ចិត្តពួកគាត់ពុកម៉ែបដៅកូនឲ្យកូនមានអនាគតល្អឲ្យកូននឹងឯងរស់នៅចុះសម្រុងនៅក្នុងសង្គមរបស់មនុស្សពីព្រោះពុកម៉ែបានឆ្លងកាត់មុនពុកម៉ែស្គាល់ក្តៅឬក៏តាយាយរបស់យើងឬក៏ចាស់ទុំរបស់យើងតែតែបដៅកូនឲ្យកូននឹងចេះប្រុងប្រយ័ត្នឲ្យចេះដើរនៅក្នុងសង្គមនឹងចេះរៀនពីសង្គមចេះជឿទេទៅកន្លែងណាអ្នកដែលស្រឡាញ់យើងគឺគេតែងតែផ្ដល់ឱវាទឬក៏ឲ្យតែគេសេចក្តីបង្រៀនដល់យើងដើម្បីឲ្យយើងខ្លាចជាគ្រួសាររបស់យើងពេលខ្លះការបង្រៀនការទូន្មានវាមិនមែនទទួលមកនៅពាក្យអែមល្ហែមទេទាំងអស់ទេព្រះគម្ពីរបាននិយាយថាការឲ្យដំបូងមានព្រៀនប្រដៅស្ដីប្រដៅវាបីដូចជាសេចក្តីជួលទៅវិញនៅក្នុងជីវិតតែនៅពេលដែលកូនណាទទួលសេចក្តីទូន្មានពីឪពុកម្ដាយមានថាកូននោះនឹកទួលទឹកខ្មុកសេចក្តីសុខសេចក្តីចម្រើនការរីកចម្រើននៅក្នុងជីវិតពីបានប្រាប់ថាកូននោះនឹងបានទទួលប្រពោមកពីព្រះជាម្ចាស់គេនឹងទទួលពរគេចេញទៅក៏ទទួលពរនៅពេលដែលគេចូលមកគេក៏ទទួលពរអញ្ចឹងថ្ងៃនេះខ្ញុំទូមានហើយក៏ដូចជាស្រឡាញ់គ្នាត្រូវចេះយល់ចិត្តគ្នាត្រូវចេះរួមគ្នាត្រូវចេះពិភាក្សាគ្នាបាទត្រូវចេះរៀនពីមនុស្សនៃចិត្តយើងដើម្បីអី
ដើម្បីឲ្យអនាគតរបស់យើងបានកុំឆ្កាំងឡើងអមែនអត់បាទអ្នកដែលគេស្រឡាញ់យើងក៏ហៅថាខ្ចាំខ្ចាលឬក៏ពាក្យអសុរធ្វើឲ្យយើងឈឺចាប់ធ្វើឲ្យយើងធ្លាក់ចុះប៉ុន្តែអ្នកដែលស្រឡាញ់យើងគេនិយាយពីល្អឲ្យលោកយើងមានល្អដើម្បីលើកយើងឡើងសូមឲ្យព្រះជាម្ចាស់បានមកពីអអ្នកទាំងពីរណាហ្នឹងហើយសូមឲ្យអ្នកទាំងពីរបានទទួលប្រពោប្រគុណរបស់ព្រះអ្នកទាំងពីរនឹងទទួលការថាបទពិសោធន៍នៅក្នុងជីវិតនៅពេលដែលបន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នារស់នៅជាមួយគ្នាមានការអ្នកទាំងពីរនឹងទទួលលើកចាប់ដើមឆ្លងកាត់អ្វីដែលចាស់លោកមានប្រសាសន៍ហើយអាមែនហើយជ័យជំនះនៅក្នុងជីវិតជាគ្រួសារចាស់យើងបើយើងមានព្រះគឺមានថាជីវិតអំពីរបស់យើងនឹងស្ថិតស្ថេរនៅរហូតដល់យើងគេថាសេចក្តីស្លាប់របស់រត់តែបើជីវិតគ្រួសាររបស់យើងអត់មានព្រះគ្រីស្ទនៅកណ្ដាលទេមានថាថ្ងៃណាមួយសេចក្តីស្រឡាញ់របស់យើងនឹងធ្លាក់ចុះទៅយើងមើលឃើញតែកំហុសគ្នាយើងកាត់ក្តីគ្នាដូចតឡាការអញ្ចឹងពេលនោះហើយដែលយើងមិនអាចនៅជាមួយគ្នាបានណាមូលិកាបាទលោកគោលហងវៃគាត់ស្ដាប់បានទេបាទទេបាទសំណាងហើយដែលខ្ញុំអត់ចេះភាសាចិនមកដល់ពេលនេះមូលិកាដោយសារមូលិកាជាអាចថាជាចាញ់កាលប៉ុន្តែចំណងទី3បាទមូលិកាគឺចំណងទី3នៃសេចក្តីជំនឿមានជីដូនជីតាជាអ្នកជឿចំណងទី1ឪពុកម្ដាយចំណងទី2មូលិកាចំណងទី3ចាប់មូលិកាត្រូវតែប្រយ័ត្នឲ្យត្រូវតែរក្សាសេចក្តីជំនឿរបស់យើងឲ្យបានជាប់ជាមួយព្រះជាម្ចាស់ដើម្បីឲ្យកូនយើងបានជឿព្រះមួយទៀតផុតបណ្ដាសាមានសេចក្តីស្រឡាញ់ដ៏ថិតថេររវាងយើងគ្រួសារនៅព្រៃនោះគឺព្រះជាម្ចាស់ត្រូវមានពេលដើម្បីនឹងអានព្រះគម្ពីរថ្វាយបង្គំព្រះអង្គបាទថ្ងៃក្រោយណែនាំប្តីឲ្យជឿព្រះអង្គផងណាអ្វីដែលមូលហេតុដែលយើងត្រូវរៀបការគឺមានន័យថាព្រះជាម្ចាស់ព្រះអង្គត្រូវរៀបការយើងនៅខែដីនេះហើយនៅពេលដែលយើងត្រឡប់ទៅឋានសួគ៌វិញគឺព្រះអង្គការយើងនៅឋានសួគ៌ជាមួយព្រះអង្គចឹងហើយបានជារោគអបអរសុខផ្ទះរបស់ព្រះអង្គនៅនគរឋានសួគ៌ព្រះអង្គថាម៉េចធ្វើពីមាសសុទ្ធអាមែនវ៉ាវនិយាយពីមាសសុទ្ធទេបាទខ្ញុំឃើញស្ត្រីគេច្រើនពាក់មាសអញ្ចឹងមកព្រះអង្គរៀបចំផ្ទះឲ្យយើងយើងដឹងទេតើផ្ទះយើងបន្ទប់អផាតមិននៅឋានសួគ៌ព្រះអង្គតើព្រះអង្គរៀបចំឲ្យប្រមាណម៉ែត្រការ៉េយកថា8ម៉ែត្រការ៉េចុះអញ្ចឹងម៉ែត្រការ៉េប្រមាណនោះតែព្រះអង្គទ្រង់រៀបចំទុកឲ្យគឺថាទ្រង់ចង់រៀបអាពីជាមួយនឹងកូនប្រុសស្រីព្រះអង្គនៅនគរឋានសួគ៌ជាកន្លែងតែទទួលនៅសុភមង្គលដ៏ពិតហើយអាយុវែងអត់ផលចំណេញអាមែនចឹងហើយបានជាយើងទាំងអស់គ្នាមានឯកសិទ្ធិរៀបអាពីនេះគឺមានន័យថាព្រះជាម្ចាស់ព្រះអង្គចង់មានទំនាក់ទំនងជាមួយនឹងយើងនៅខែដីហើយនៅឋានសួគ៌ជាមួយព្រះអង្គចឹងអរគុណព្រះខ្ញុំមានតែប៉ុណ្ណេះទេបាទយើងបានអធិដ្ឋានដើម្បីទទួលប្រកបមកពីព្រះអង្គជាព្រះសូមឲ្យយើងបានសាពះហើយទទួលព្រះគោបិតាព្រះពុត្រាព្រះញាតិពោសុទ្ធព្រះអង្គជាព្រះនៃសេចក្តីស្រឡាញ់ព្រះអង្គជាព្រះដែលតែងតែគង់នៅជាមួយព្រះអង្គប្រទានសេចក្តីសុខសេចក្តីចម្រើនសុភមង្គលដល់យើងខ្ញុំទាំងអស់គ្នាព្រះអង្គបានប្រទានពរអាយុហើយនៅពេលនេះវត្តមាននៅព្រះញាតិពោសុទ្ធព្រះអង្គបានគង់ប្រថាប់នៅក្នុងភូមិរៀមទៀតនៅភូមិចរោទី2ភូមិតលេបាត់ស្រុកមុខភូមិខេត្តមុខនេះបាទសូមឲ្យភូមិឋានគ្រួសារដែលសុខភាពល្អកម្លាំងមាំមួនប្រាជ្ញាឈ្លាសវៃព្រមទាំងទទួលនៅសេចក្តីស្រឡាញ់ហើយនឹងសុភមង្គលដ៏ពិតដល់អ្នកទាំងអស់គ្នាដែលនៅក្នុងរោងអបអរសាទរសូមព្រះជាម្ចាស់
បានប្រទានពរជ័យសិរីសួស្តីជ័យដល់ព្រះអង្គថាព្រះអង្គនឹងជាព្រះដែលប្រទានពរមិនត្រឹមតែប្រទានពរដល់អ្នកដែលជួយនៅទីនេះប៉ុណ្ណោះទេអរហើយសូមព្រះអង្គបានប្រទានពរទៅដល់អ្នកបងប្អូនដែលមន្ត្រីរាជការគ្រប់ជ្រុងថ្នាក់ឲ្យបានទទួលប្រពរព្រះគុណរបស់ព្រះអង្គគ្រប់គ្នាដែរជាពិសេសដល់គោអង្វៃព្រមទាំងរិនណបរិការឲ្យគេបានទទួលនៅប្រពរក្នុងប្រចាំគ្រួសារឲ្យគេខ្លាយជាមនុស្សដែលទទួលពរពីព្រះអង្គព្រមទាំងប្រទានប្រពរព្រះអង្គដល់មនុស្សតទៅទៀតផងដែរជាខ្ញុំសូមអធិដ្ឋានឲ្យព្រះអង្គបានប្រទានពរនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមព្រះជាម្ចាស់ប្រទានពរមួយពីរទី3បាទរៀបចំដែរបាទអរគុណព្រះអង្គមុននឹងយើងធ្វើវិធីកិច្ចទាំងជើងខ្ញុំសូមអានព្រះគម្ពីរអេភេសូដដែលនៅចំពោះទី6ខ1ដល់ខ3បាទដែលជាខ12អំពីកូនត្រូវតែគោរពប្រណិប័តដល់ឪពុកម្ដាយខ្ញុំសូមអានជូនអេភេសូចំពោះទី6ខ1ដល់ខ3ក្មេងរាល់គ្នាអើយចូលស្ដាប់ខ្លួននេះជាបញ្ញត្តិមុនដំបូងដែលជាប់មានទាំងសេចក្តីសន្យាផងដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខហើយរស់នៅហែនដីជាយូរអង្វែងឪពុកម្ដាយអើយកុំឲ្យចាក់រូបកូនរបស់ខ្លួនឡើយចូលបង្រៀនវាទៅតាមដំបូងមាននិងសេចក្តីដាស់តឿនរបស់ព្រះអង្គម្ចាស់វិញយើងខកពីនេះបានប្រាប់ថាឲ្យក្មេងដែលជាកូនបាទនិយាយរួមក្មេងគឺជាកូនបាទកូនទាំងអស់ដែលជាប់មានទាំងសេចក្តីសន្យាផងបាទហេតុអីបានជាព្រះអង្គឲ្យធ្វើបែបនោះគឺដើម្បីឲ្យយើងរាល់គ្នាដែលជាកូនបានសេចក្តីសុខហើយរស់នៅជាយូរអង្វែងដោយលោកគ្រូនៅសុភ័ក្របានបញ្យល់ឲ្យថាពេលដែលកូនណាដែលចេះដឹងគុណដល់ឪពុកម្ដាយសូមអ្នកបានលើកជើងដល់អ្នកទាំងមានគុណទាំងពីរសូមបានលើកបានលើកជើងឡើងបាទលើកជើងឡើងបាទអ្នកទាំងពីរត្រូវដឹងថាឪពុកម្ដាយគឺជាអ្នកមានគុណបាទបំផុតនៅលើផែនដីនេះតែចុះពីព្រះជាម្ចាស់មកគឺឪពុកម្ដាយនេះហើយយកកធនចេញបាទខ្ញុំសូមឲ្យតែគាត់បានចិញ្ចឹមយើងតាំងពីតូចក្រូចឆ្មាមករហូតដល់យើងពេញវ័យធំហើយបានឲ្យយើងមានគូសកលទាំងពីរបានដឹងថាឪពុកម្ដាយស្រឡាញ់យើងជាទី1បាទជាទី1អរគុណបាទជាបន្តទៀតសូមឲ្យអរគុណសិស្សបាទយើងបាទចឹងសូមឲ្យជាព្រះដែលសង្គមជាខ្ញុំនេះខ្ញុំនៅក្នុងព្រះនាមព្រះអង្គចាំពីយេស៊ូវគុំគុំសូមព្រះអង្គបានប្រទានពរដល់កូនដល់ចៅដល់គុំគុំដែលបានទទួលឯកសិទ្ធិក្នុងការរៀបចំក្នុងព្រះអង្គចាំនេះសូមឲ្យមានសុខភាពល្អមានសុខភាពមានសេចក្តីសុខសាន្តហើយមានសេចក្តីស្រឡាញ់ដល់ជាបរិបូរណ៍រហូតដល់ចុងមកផុតនៃផែនដីសូមអរគុណព្រះយេស៊ូវគុំថ្វាយនឹងការប្រទានសម្រាប់កូនប្រុសស្រីទាំងពីរនាក់នេះក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទបាទហើយចាប់បានលើកជើងហើយទីជាអ្នកមានគុណដែលមកពីព្រះជាម្ចាស់ដែលគាត់បានថែរក្សាយើងតាំងពីនៅក្នុងដីជាលោកគ្រូបានបង្រៀនហើយថាតាំងពីចាប់ដឹងថាមានផ្ទៃមកគឺចំណីចំណុករបស់ម្ដាយត្រូវកាត់បន្ថយហើយដោយសារដឹងថាចំណីណាដែលត្រូវប៉ះពាល់ដល់កូននៅក្នុងផ្ទៃគឺអត់ណាទេគឺញ៉ាំចំណីណាដែលជួយដល់សុខភាពកូននៅក្នុងផ្ទៃវិញបាទបន្តមកយើងសាពះគាត់3ដងទៀតបាទសាពះ3ដងទៀតអរគុណព្រមតែព្រមបានបង្កើតអាពាហ៍ពិពាហ៍ឡើងថ្ងៃនេះដែលយើងខ្ញុំបានរៀបចំជាប់ពាក្យលោកគោល
ហងវ័យហើយនឹងមួយស្រីឈ្មោះរិនណាម៉ូនីកាកងចៅសូមអំណាចនិងប្រជាស្ដារនៃគ្រូបានគង់នៅជាមួយអ្នកទាំងពីរព្រមទាំងឪពុកម្ដាយទាំងពួងដែលsẽឲ្យបានល្អនៅថ្ងៃស្អែកផងដែរដើម្បីឲ្យយើងខ្ញុំបានធ្វើវិធីឲ្យចំនួនយើងខ្ញុំធ្វើវិធីលើកចំនួនយើងខ្ញុំធ្វើវិធីសំគុំឲ្យបានល្អតាមឱកាសពិធីពេលវេលានេះដោយថ្វាយនិងទទួលបានប្រពរមកពីព្រះអង្គក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវហើយយើងបន្តទៀតបាទចំពោះតែយើងមានវិធី